សួស្តីបងប្អូនទាំងអស់គ្នាបងប្អូនយើងណាខ្លះដែលបង្កើត Apple ID អត់បានបាទអញ្ចឹងវីដេអូថ្ងៃនេះគឺខ្ញុំនឹងមកបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបបង្កើត Apple ID បាទអញ្ចឹងបងប្អូនយើងដឹងស្រាប់ហើយថាការបង្កើត Apple ID មួយរយៈចុងក្រោយនេះគឺវាមានបញ្ហាច្រើនអញ្ចឹងដើម្បីដោះស្រាយបញ្ហាមួយហ្នឹងបងប្អូនអាចមើលវីដេអូខ្ញុំនេះបានបាទអញ្ចឹងជាដំបូងបងប្អូនត្រូវចូលមកកាន់ setting ហើយបងប្អូនចូលមកកាន់ general បន្ទាប់មកបងប្អូនយកពាក្យ about យើងមើល version របស់យើងបាទយើងមើល version ទូរស័ព្ទរបស់យើងបើសិនជា version យើងនៅទាបគឺយើងអាចបង្កើតបានទេអញ្ចឹងយើងត្រូវ update វាមក version ចុងក្រោយបងអាហ្នឹងបានយើងអាចបង្កើត Apple ID បានបើសិនជាយើងអត់ update វាទេគឺយើងអត់អាចបង្កើត Apple ID បានទេបាទអញ្ចឹងខ្ញុំបញ្ជាក់បងប្អូនឲ្យហើយបាទឥឡូវយើងថយវាមកវិញមកបងប្អូនបើកមកកាន់ setting ដដែលឃើញកន្លែងគេដាក់ពាក្យថា Apple account អញ្ចឹងបងប្អូនចុចលើហ្នឹងហើយយើងយកពាក្យ don't have an Apple ID បាទ Apple account បាទយើងចុចលើហ្នឹងមកអញ្ចឹងបងប្អូនមើលទៅនេះគឺវាដាក់ហើយ available iOS 17អញ្ចឹងយើងចុចពាក្យ don't have នេះមកអូខេចុចវាមកដល់កន្លែងនេះវាឲ្យយើងដាក់ឈ្មោះបាទអញ្ចឹងយើងដាក់ឈ្មោះរបស់យើងមកមួយយើងចង់ដាក់ឈ្មោះអីយើងដាក់ឈ្មោះហ្នឹងមកកន្លែងនេះជាកន្លែងដែលយើងដាក់ថ្ងៃខែឆ្នាំកំណើតអញ្ចឹងខ្ញុំណែនាំឲ្យបងប្អូនទាំងអស់គ្នាដាក់ថ្ងៃខែឆ្នាំកំណើតពិតទៅដើម្បីងាយស្រួលពេលដែលមានបញ្ហាអីយើងអាចដោះស្រាយវាបានអញ្ចឹងយើងគ្រាន់ចុចកន្លែងនេះមកហើយយើងរើសឆ្នាំដែលយើងកើតទៅបាទអញ្ចឹងយើងកើតឆ្នាំណាយើងដាក់ឆ្នាំហ្នឹងទៅអូខេចុចពាក្យ continue សម្រាប់ថ្ងៃទីនេះគឺខ្ញុំចេះតែដាក់ទេបាទខ្ញុំមិនដាក់ថ្ងៃខែឆ្នាំពិតទេចុចពាក្យ continue ហើយមកដល់កន្លែងនេះបើសិនជាយើងមាន Gmail យើងចង់បង្កើតជាមួយ Gmail យើងចុចកន្លែងនេះមកតែបើសិនជាយើងអត់ទាន់មាន Gmail ទេយើងចង់បង្កើតយកពី iCloud មកយើងចុចកន្លែងនេះទៅប៉ុន្តែដោយសារខ្ញុំមាន email ហើយចឹងខ្ញុំចង់បង្កើតវាមួយ email ដើម្បីងាយស្រួលមានបញ្ហាអីយើងអាចទទួលលេខកូដបានអញ្ចឹងខ្ញុំចុចកន្លែងនេះមកអូខេខ្ញុំវាយ email ខ្ញុំចូលបន្ទាប់មកបងប្អូនចុចពាក្យ continue មកអូខេអញ្ចឹង email នេះគឺវាអត់ឲ្យបង្កើតទេអញ្ចឹងខ្ញុំដូរ email មួយសិនចុចពាក្យ continue មកអូខេអញ្ចឹងមកដល់កន្លែងនេះគឺជាកន្លែងដែលយើងដាក់ password របស់ account Apple ID របស់យើងចឹងខ្ញុំបញ្ជាក់បងប្អូនតិចគឺបងប្អូនអាចដាក់មានអក្សរតូចអក្សរធំមានសញ្ញាមានដុល្លារមានផ្កាយអីអញ្ចឹងយើងដាក់ទៅដើម្បីឲ្យវាមានសុវត្ថិភាពហើយបើយើងដាក់គួរតែចាំខ្លួនឯងដែរបើមិនយើងអត់ចាំខ្លួនឯងវាហានិភ័យដែរបាទចឹងខ្ញុំសូមដាក់ password សិនបាទសម្រាប់ឲ្យកន្លែង verify នេះគឺយើងដាក់ឲ្យដូចឥឡូវអញ្ចឹងបាទឥឡូវយើងដាក់មកណាក្រុមយើងដាក់ប៉ុណ្្នឹងដែរមកបន្ទាប់ពីយើងដាក់ password ឲ្យដូចគ្នាហើយយើងចុចពាក្យ continue មកអូខេអញ្ចឹងមកដល់កន្លែងនេះគឺវាឲ្យយើងដាក់លេខទូរស័ព្ទអញ្ចឹងយើងអាចដាក់លេខទូរស័ព្ទនៅក្នុងទូរស័ព្ទហ្នឹងហ្មងក៏បានឬក៏យើងអាចដូរក៏បានប៉ុន្តែលេខនេះគឺខ្ញុំបានបង្កើតហើយអញ្ចឹងខ្ញុំដូរលេខខ្ញុំចុចអា Chrome អូខេហើយខ្ញុំវាយលេខទូរស័ព្ទចូលមកបន្ទាប់មកចុចពាក្យ continue ហើយវានឹងផ្ញើសារលេខកូដមកកាន់លេខទូរស័ព្ទរបស់យើងហើយយើងចូលទៅឆែកមើលលេខកូដវាទៅអូខេនៅពេលដែលយើងឆែកឃើញយើងយកលេខកូដនឹងវាយចូលមកបន្ទាប់ពីយើងវាយលេខកូដហើយវាចេញបែបនេះបងប្អូនចុច agree នេះមកបាទអញ្ចឹង Apple ID របស់យើងគឺបង្កើតបានហើយតែវាអត់ទាន់ជោគជ័យ 100% ទេវាតម្រូវឲ្យយើង verify account សិនអញ្ចឹងបងប្អូនឃើញនេះគឺវាបានផ្ញើសារមកហើយអញ្ចឹងយើងចូលទៅកាន់
email របស់យើងនឹងទៅបន្ទាប់មកខ្ញុំនឹងឃើញ Apple បាទ Apple ID នេះចុចលើនឹងមកអូមកក្រោមមកវាបានបញ្ជាក់យើងហើយនេះអញ្ចឹងយើងត្រូវទៅ verify វាសិនបាទយើងចូលមកកាន់កន្លែងនឹងវិញហើយយកពាក្យ verify បាទចុចមកអូខេហើយយើងចុចពាក្យ send code អូខេវានឹងផ្ញើសារលេខកូដទៅកាន់ email របស់យើងបាទអញ្ចឹងគឺវាបានផ្ញើសារមកយើងចូលទៅចែក email មកបាទនេះគឺលេខកូដយើង copy វាមកហើយយើងយកវាមកដាក់មកបាទយើង copy យកមកដាក់បានទេអញ្ចឹងយើងទៅ save ហ្មងទៅបាទពេលយើងវាយលេខកូដគ្រប់ចំនួនរបស់វានឹងលោតទៅបាទអញ្ចឹង Apple ID របស់យើងគឺបង្កើតបានហើយឥឡូវយើងចូលសាកទៅ down អីមួយជាមួយយើង down បានណាអូខេចុច App Store មកយើងចូល account នេះបាទអញ្ចឹងវាអត់ទាន់មាន load មកទេអញ្ចឹងយើងចូលមកកាន់ setting របស់យើងវិញយើងចូលមកកន្លែង account នេះយើងអូសមកក្រោមយើងយកកន្លែង media នេះមកបាទហើយចុចពាក្យ continue បាទវាកំពុង sign in ហើយអូខេឥឡូវវា sign in បានជោគជ័យយើងចូលមកកាន់ App Store របស់យើងវិញចុចពាក្យ continue ក៏បានអត់ក៏បានអញ្ចឹងខ្ញុំយកអត់មកខ្ញុំចុចពាក្យ continue អញ្ចឹង account របស់យើងគឺបានចូលមកហើយអញ្ចឹងខ្ញុំនឹង download កម្មវិធីមួយដើម្បីឲ្យបងប្អូនមើលបាទខ្ញុំរកមើលកម្មវិធីមួយសិនបាទអញ្ចឹងខ្ញុំ download អានេះមួយសិនបាទចុចពាក្យ download មកហើយចុច install បន្ទាប់មកវានឹងឲ្យយើងវាយលេខកូដហើយអញ្ចឹងយើងវាយលេខកូដដែលយើងបានដាក់មិញមកបន្ទាប់មកយើងចុចពាក្យ sign in មកបន្ទាប់ពីយើងដាក់លេខកូដហើយអូខេវា load គ្រីសហើយឥឡូវវាកំពុងតែដំណើរការយើងរងចាំវាបន្តិចវាចេញ install មកទេយើងចុចពាក្យ install មកយើងវាយលេខកូដម្ដងទៀតមកយើងវាយលេខកូដហើយចុចពាក្យ sign in អូខេវា load គ្រីសទៀតហើយយើងរងចាំវាបន្តិចទៀតអូខេឥឡូវយើងអាច download បានហើយអញ្ចឹងសម្រាប់ការបង្កើតគឺវាអត់មានអីពិបាកទេអ្វីដែលពិបាកគឺ version ទូរស័ព្ទរបស់យើងបើសិនជា version ទូរស័ព្ទរបស់យើងនៅ version ទាបក្រោមពី version 17គឺយើងអាចបង្កើត Apple ID បានទេបង្កើតទៅគឺវា load មានបញ្ហាហ្មងអញ្ចឹងដើម្បីកុំឲ្យមានបញ្ហាបងប្អូនត្រូវទៅ update version ទូរស័ព្ទរបស់បងប្អូនសិនបើសិនជាយើងអត់ update version ទេគឺវានឹងជួបបញ្ហាឥឡូវការ download របស់យើងគឺបានជោគជ័យនេះគឺ game មួយហ្នឹងគឺខ្ញុំបាន download មកហើយអូខេហើយសម្រាប់វីដេអូយើងក៏មានប៉ុណ្្នឹងដែរសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងធ្វើបានទាំងអស់គ្នាហើយអត់យល់កន្លែងណាអាចឆាតមកខ្ញុំតាមរយៈ Telegram នៅខាងក្រោមនឹងបានបាទ